បងប្អូនដែលចូលចិត្តមុខម្ហូបបែបគ្រឿងក្លែមអាចសាកមកមុខនេះបានគឺបុកសាច់គោជាមួយសណ្តែកគួរហើយនិងត្រយូងចេកមុខហ្នឹងយើងធ្វើញ៉ាំបាយក៏បានដែរបងប្អូននិយាយទៅមិនចាំបាច់តែយើងក្លែមទេហើយរសជាតិរបស់គេហ្នឹងគឺឆ្ងាញ់ខ្លាំងមែនតើហ្មងបងប្អូននិយាយទៅធានាហ្មងអានេះញ៉ាំបាយក៏បានប្រើគ្រឿងក្លែមក៏ត្រូវទៀតសម្រាប់គ្រឿងផ្សំដំបូងដែលយើងត្រូវការគឺសាច់គោបងប្អូនសាច់គោយើងយកសាច់ណាដែលផុយមកហើយសាច់នេះដោយសារតែវាអត់សូវក្រាស់មែនទេបងប្អូនកម្រាស់ហ្នឹងប្រហែលជាខ្ទង់មួយថ្នាំងដៃលើសបន្តិចចឹងណាចឹងហើយគឺខ្ញុំអត់ពុះជាពីរទេបន្ទាប់ពីនឹងមកគឺយើងប្រឡាក់គ្រឿងហ្មងប្រេងខ្យងគឺខ្ញុំប្រើ1ស្លាបព្រាបាយម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេជាមួយនឹងស្ករ1ស្លាបព្រាកាហ្វេហើយសម្រាប់សាច់គោនេះគឺមានចំនួន3ខាំបងប្អូនយើងដាក់គ្រឿងក្រើចូលហើយប្រឡាក់វារៀងយូរបន្តិចមកប្រហែលជាខ្ទង់4-5នាទីយើងផាប់វាទុកប្រហែលជាខ្ទង់10ទៅ15នាទីអីសិនទៅយើងទៅរៀបចំគ្រឿងផ្សេងទៀតដែលយើងមានដូចជាខ្ទឹមសម្ទេសត្រយូងចេកសណ្តែកគួរអីហ្នឹងសម្រាប់ត្រយូងចេកមុននឹងយើងហាន់ណាបងប្អូនចាក់ទឹកដាក់ក្នុងចានឬក៏ចានដែកអីមួយមកយើងច្របាច់ក្រូចឆ្មាចូលដើម្បីត្រាំវាព្រោះអីត្រយូងចេកបើសិនជាអត់មានអីត្រាំទេគឺវាឡើងខ្មៅអញ្ចឹងណាត្រយូងចេកហ្នឹងបងប្អូនបើចាំហាន់វាឲ្យទាស់ទៅអស់ហ្មងទេទៅយើងហាន់បានបន្តិចតម្លាក់វាចូលក្នុងទឹកត្រាំបដាអញ្ចឹងមកដើម្បីកុំឲ្យវាឡើងខ្មៅយើងទុកវាចោលម្ដុំសិនយើងទៅហាន់សណ្តែកគួរម្ដងសម្រាប់សណ្តែកគួរនេះគឺខ្ញុំអត់ដាក់ច្រើនហ្មងទេបងប្អូនដាក់ប្រហែលជាខ្ទង់1ខាំ2ខាំអីហ្នឹងគ្រឿងបន្ទាប់មកទៀតហ្នឹងគឺជាប្រហុកបងប្អូនប្រហុកនេះគឺខ្ញុំប្រើ3-4កន្ទុយលាងទឹកឲ្យស្អាតច្រាំវាឲ្យម៉ត់ទុកម្ដុំមកសម្រាប់ខ្ទឹមសគឺខ្ញុំប្រើ5កាពឹសហើយម្ទេសបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តសម្រាប់ម្ទេសធំនេះវាអត់ហឹរទេណាបងប្អូនអាហ្នឹងគឺជាម្ទេសម៉ាឡេយើងដាក់ទៅដើម្បីឲ្យបុករបស់យើងគឺវាមានពណ៌ស្អាតអញ្ចឹងទៅប៉ុន្តែបើសិនជាបងប្អូនអត់ចង់ដាក់ក៏អត់អីដែរហើយក្នុងហ្នឹងគឺខ្ញុំបន្ថែមស្ករសបន្តិចដើម្បីឲ្យយើងបុកឆាប់ម៉ត់ល្អហើយវាអត់ខ្ទាតទៀតបន្ទាប់ពីយើងបុកគ្រឿងក្រើម៉ត់អស់ហើយបាទខ្ញុំដាក់សណ្តែកគួរចូលមុនណាបងប្អូនសណ្តែកគួរបុកឲ្យវារាងបាយមកល្មមយើងដាក់ប្រហុកចូលហ្មងហើយខ្ញុំបន្ថែមទឹកត្រី1ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេស្ករគឺខ្ញុំប្រើជាស្ករត្នោតកន្លះស្លាបព្រាបាយសម្រាប់ស្ករបើសិនជាបងប្អូនអត់មានស្ករត្នោតប្រើស្ករសធម្មតាក៏បានដែរសម្រាប់ខ្ញុំដោយសារតែនេះគឺប្រហុករបស់ខ្ញុំហ្នឹងវាអត់សូវប្រៃអញ្ចឹងណាបងប្អូនអញ្ចឹងហើយបាទខ្ញុំបន្ថែមទឹកត្រីប៉ុន្តែបើចំពោះបងប្អូនវិញកុំទាន់ថែមទឹកត្រីក៏បានដែរបន្ទាប់ពីយើងច្របល់គ្រឿងក្រើឲ្យចូលសព្វអស់ហើយបាទខ្ញុំច្របាច់ក្រូចឆ្មាចូលព្រោះអីបើយើងដាក់ក្រូចឆ្មាចូលពីដំបូងហ្មងពេលដែលយើងបុកទៅវាអាចនឹងខ្ទាតបន្ទាប់ពីនឹងមកយើងទៅស្រង់ត្រយូងចេកលាងវាទុកសម្រស់ទឹកម្ដុំសិនទៅចាំយើងមកចៀនសាច់គោម្ដងសម្រាប់សាច់គោនេះបើសិនជាបងប្អូនមានប័រចៀនដោយប្រើប័រក៏បានឬក៏ចៀនដោយប្រើប្រេងឆាអញ្ចឹងក៏បានដែរសាច់គោគឺខ្ញុំប្រើភ្លើងរាងក្តៅខ្លាំងហើយចៀនមួយខាងនឹងប្រហែលជាខ្ទង់1នាទីហើយទាំងផ្នែកជ្រុងអីរបស់វានឹងគឺយើងចៀនទាំងអស់ហ្មងបងប្អូនដោយសារតែសាច់គោនេះគឺវារាងក្រាស់ហើយសម្រាប់ការចៀនរបស់ខ្ញុំនេះគឺអត់យកឆ្អិនទេណាបងប្អូនខ្ញុំយកឆៅទេនិយាយតែនេះគឺវាឆ្អិនតែខាងក្រៅប៉ុន្តែនៅឆៅខាងក្នុងបន្ទាប់ពីយើងចៀនវាឆ្អិនហើយគឺខ្ញុំអត់តន់យកមកហាន់ភ្លាមទេយើងទុកសាច់គោនឹងឲ្យចុះត្រជាក់សិនចាំយើងយកមកហាន់ហើយដោយដែលខ្ញុំមកបញ្ជាក់បងប្អូនជាងសាច់គោនេះឆ្អិនតែខាងក្រៅទេបើបងប្អូនខ្លះទៀតសាច់គោនឹងគឺគាត់យកមកបុកទាំងឆៅហ្មងនិយាយទៅបានដូចគ្នាចង់ធ្វើដូចខ្ញុំអញ្ចឹងក៏បានយកទៅអាំងក៏បានឬក៏ដាក់ទាំងឆៅក៏បានដែរអាស្រ័យលើយើងចូលចិត្តញ៉ាំរបៀបម៉េចអញ្ចឹងណាហើយសម្រាប់ខ្ញុំដោយសារតែត្បាល់របស់ខ្ញុំនឹងវារាងតូចពេកបងប្អូនអញ្ចឹងហើយគឺខ្ញុំចាក់គ្រឿងទាំងអស់នឹងចូលក្នុងចានច្របល់ចូលគ្នាហ្មងព្រោះអីសម្រាប់សាច់គោហើយនឹងត្រយូងចេកអីហ្នឹងយើងអត់ចាំបាច់បុកទៀតទេបងប្អូនយើងបុកតែគ្រឿងទាំងប្រមាណមកពីដំបូងឲ្យចូលជាសព្វទៅយើងដាក់ក្នុងចានច្របល់ចូលគ្នាបន្ទាប់ពីយើងច្របល់វាចូលជាសព្វល្អហើយចុងក្រោយយើងបន្ថែមជីមកបងប្អូនសម្រាប់រសជាតិគឺខ្ញុំអត់យកប្រៃហ្មងទេបងប្អូនរសជាតិហ្នឹងគឺខ្ញុំយករាងជូរបន្តិចផ្អែមមកល្មមហើយរាងហឹរប្រហើអញ្ចឹងណាហើយនេះគឺវារាងដិតប្រហុកដែរបងប្អូនដិតប្រហុកប៉ុន្តែអត់ប្រៃខ្លាំងទេហើយសម្រាប់អានេះគឺឆ្ងាញ់ខ្លាំងមែនតើបងប្អូននិយាយទៅយើងបុកសាច់គោជាមួយសណ្តែកគួរលាយជាមួយត្រយូងចេកអញ្ចឹងគឺឡើងត្រូវជាតិគ្នាហ្មងហើយបន្លែយើងអាចផ្ទាប់បានទៀតណាបងប្អូនយើងមានដូចជាសណ្តែកគួរដែលយើងនៅសល់ហ្នឹងយើងមានជីមានកូនស្ពៃបូកូជាមួយនឹងត្រយូងចេកដែលយើងសល់ហ្នឹងយើងអាចផ្ទាប់ញ៉ាំក្រៅបានឬក៏មិនអញ្ចឹងទេយើងញ៉ាំតែទេក៏បានដែរបងប្អូនបុកសាច់គោជាមួយនឹងត្រយូងចេកហ្នឹងគ្រាន់តែថាខ្ញុំនេះ